ម្ដាយចុងចិត្តអប្រៃសែនបានទៅតែជាមួយខែជាងសម្រាប់កូនចុងស្លាប់បាត់ហើយរត់គេចខ្លួនបាទខ្ញុំមើលទៅតាមនៅក្នុងរូបភាពមួយនេះគឺខ្ញុំគិតថាក្មេងប្រហែលជាចូលជាអាយុ3ឆ្នាំបងប្អូនមើលទៅបាទហើយមើលសកម្មភាពដែលធ្វើទៅលើក្មេងនោះបងប្អូនហើយអាណិតក្មេងមែនទែនហើយបើសិនជាសមត្ថកិច្ចចាប់បានអីបងថាស្គមថាចាប់បានឆាប់ចុះហើយបើសិនជាបងប្អូនណាប្រទេសឃើញអីរាយការណ៍ដល់សមត្ថកិច្ចផងកុំឲ្យរួចខ្លួនបាទនៅក្នុងសំណេរមួយដែលដកស្រង់ចេញពី account ចានួនកំពង់ចាមបងប្អូនក៏បានសរសេរថាបើយកប្រពន្ធគួរតែមើលផងណិតកូនម្ដាយចង់អប្រៃរត់គេចខ្លួនបាត់ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរូបភាពនៅភស្តុតាងអ្នកភូមិថតបានបាទអូសិនអ្នកភូមិថតបានទៀតចឹងអ្នកភូមិគាត់ឃើញនៅសារតែក្តីអាណិតហើយក៏ថតទុកទៅតែមិនដឹងចុងក្រោយមិនចុងចប់ក៏មិនដឹងថាស្មានថារឿងហ្នឹងវាដល់ថ្នាក់ហ្នឹងដែរម្ដាយចង់ចិត្តអប្រៃបាទតែមិនតែសែនព្រេងទៅបានជាមួយខែជាមួយនឹងឪពុកគេធូបអាប់កូនចុងក្រោយដល់ស្លាប់នៅភូមិដុនលីឃុំគោស្រុកប្រៃឈរខេត្តកំពង់ចាមក្រោយពីប្តីបានធ្វើការសំណងនៅឯភ្នំពេញពេលប្តីត្រូវបានជាពុកបង្កើតបាទអញ្ចឹងប្តីម្ដាយចុងហ្នឹងហើយកូនរបស់គាត់បាទហើយកូនបង្កើតរបស់គាត់ណាហើយគាត់យកប្រពន្ធចុងមកហើយប្រពន្ធចុងសង្ឃឹមថាបានប្រពន្ធចុងហ្នឹងបានជួយមើលថែកូនតែបែបជាមិនដឹងជាយ៉ាងម៉េចបានជាធ្វើរឿងបរិស័យដល់លើក្មេងគ្មានដឹងអីទេហើយក្មេងតូចចង់និយាយថាប្រហែលជាគាត់រស់នៅមួយឪពុកតែពេលរស់នៅមួយម្ដាយប្រហែលជារស់រឿងបន្តិចហើយព្រោះអីម្ដាយចុងមិនមែនជាម្ដាយបង្កើតដែលធ្លាប់មើលថែពីមុនមកអញ្ចឹងហើយចូលរួមសោកស្ដាយទៅដល់បាទបងប្រុសដែលបានបាត់បង់បាទកូនស្រីហើយយើងមានអីទេបងប្អូនមានថាសុំថាកុំឲ្យមានព្រឹត្តិការណ៍នេះកើតឡើងទោះបីថាជាម្ដាយចុងឬក៏ជាឪពុកចុងដែរបើយើងស្រឡាញ់គ្នាជាប្តីប្រពន្ធយើងគួរស្រឡាញ់កូនដែរក្មេងគ្មានដឹងអីទេយើងចាប់ទុកដូចជាកូនបង្កើតយើងទៅបាទព្រោះក្មេងគ្នាទៅតូចគ្មានអត់ដឹងអីទេហើយបើយើងមានចិត្តអប្រៃប្រិស័យធ្វើបែបហ្នឹងនេះហើយស្នើសុំថាសង្ឃឹមថាសមត្ថកិច្ចអាចចាប់បានចាប់ហើយក៏ដាក់ទោសតាមច្បាប់ដែរហើយក្មេងស្នោះក្មេងមែនទែនទ្រាំតែគាត់បាទដែលដល់ដំណាក់កាលចុងក្រោយហ្នឹងមិនដឹងជាវេទនាយ៉ាងណាទេមើលតាមតែរូបភាពនេះបាទមានស្កុតរុំមាត់ផងកប៉ុតដៃផងបាទហើយសកម្មភាពទាំងអស់ហ្នឹងអ្នកភូមិគាត់ឃើញអញ្ចឹងទៅតែថាគាត់ថតទៅណាតាមនឹងគាត់ថាជាគាត់ថតឃើញធ្វើតែគាត់ថាប្រហែលជាករណីដល់ក្មេងដល់ស្លាប់ហ្នឹងប្រហែលជាគាត់មិនបានដឹងទេដល់ក្មេងស្លាប់បានដឹងហ្នឹងមើលទៅបាទវីដេអូមានតែប៉ុណ្្នឹងចុងក្រោយហើយសូមថាសមត្ថកិច្ចកម្មថាចាប់បានបាទជនដាច់ដល់ដែរធ្វើរឿងប្រៃស័យទៅលើបាទកូនចុងបាទបងប្អូនមើលវីដេអូនេះហើយបើសិនជាបងប្អូនណាដែលបានធ្លាប់ជូនលុយទៅលោកអ៊ំនេះកុំតន់ខូចចិត្តណាបើឃើញវីដេអូនេះកុំខូចចិត្តខូចខ្លាំងមិនសោះដោយសារនៅក្នុងគ្លីបវីដេអូនេះមានបងប្រុសអ្នកគាត់ថតបានហើយគាត់បានដាក់ចំណងជើងថាដល់សុំតលុយគេទេតែកុំមើលសាយដៃបាទអញ្ចឹងអ្នកឲ្យយើងចេញមកពេលឃើញសាយដៃគាត់ធំជាងអញ្ចឹងពេលឲ្យគាត់ហើយខ្លួនឯងនេះស្អីក៏គ្មានស្លឹងអីក៏គ្មានទេប៉ុន្តែទៅពេលអ្នកសុំវិញដល់កសាយដៃប៉ុណ្ណាណីទៅសារគាត់ប៉ុនសំលុយទិញដល់បានសាយដៃពាក្យសងខាងទៀតម៉ូតូក៏ចាស់បាទអាក្រីក្រក់តែចង់និយាយថាមានសាយដៃគាត់អត់មានសាយដៃគាត់អត់ហើយអ្នកឲ្យដឹងជាបងប្អូនណាខ្លះដែលធ្លាប់ឃើញគាត់ហើយធ្លាប់ជូនលុយគាត់អីកុំតូចចិត្តកុំតូចខ្លាំងអីបើឃើញវីដេអូនេះហើយមិនតូចចិត្តទេបងបាទទៅសារគាត់ទៅគាត់អាចយកលុយពីយើងបន្តិចបន្តួចទិញសាយដៃប៉ុណ្ណឹងពាក្យហើយយើងនេះខំត្រេនទេកាលណាមានសាយដៃពីនឹងគេមិនតូចចិត្តទេណាបងណាជាចុងក្រោយសូមបងប្អូនជួយទៅ Subscribe Channel របស់ខ្ញុំហើយនិង Page របស់ខ្ញុំម្នាក់មួយផងអរគុណសម្រាប់ការ Subscribe ណាបងប្អូនណា